đã ở sau rồi tam biệt đại dươngកំពុងនិយាយបែបនេះតែគេធ្វើមិនតោះទៅមើលទាំងអស់គ្នាគិតថាខ្ញុំក៏ធ្លាប់បានផុសវីដេអូទៅពីរបៀបធ្វើបែបនេះពីមុនមកដែរប៉ុន្តែប្រហែលជាអត់សូវលម្អិតទេវីដេអូនេះរៀងលម្អិតជាងមុនដំបូងបងដាក់អេតអសមកហើយបងសរសេរអសមួយពាក្យឬក៏ពីរពាក្យសិនមកប្រើនៅលើ CapCut ក៏បានឬក៏ប្រើនៅលើ TikTok ក៏បានដែរណារបៀបនេះថានៅលើ TikTok គឺបងអាចដូរ font បានអញ្ចឹងត្រង់កន្លែងនេះគឺតម្រូវឲ្យបងសេរីទាំង font សេរីទាំង style ទំហំអក្សរអីគឺបងសេរីឲ្យហើយទាំងអស់បងចង់ដូរ font ដូរពណ៌អក្សរអីគឺដូរឲ្យហើយសិនណាបងអញ្ចឹងបន្ទាប់មកគឺយើងចូលដល់កន្លែងសំខាន់បងវាធ្វើបែបនេះគឺតម្រូវឲ្យបងត្រូវចាំពាក្យដែលបងនិយាយនៅក្នុងវីដេអូខ្ញុំចង់ដាក់ឲ្យវាលុបមួយពាក្យអញ្ចឹងខ្ញុំដកសដាក់មួយពាក្យបែបនេះបន្ទាប់មកបងអូសមកមុខបងអូសតាមពាក្យដែលយើងនិយាយបន្ទាប់មកបងចូលកន្លែងនេះដើម្បីចុចបំបែកអក្សរបែកចេញពីចុចរួចបងចូលកន្លែង edit បន្ទាប់មកយើងសរសេរពាក្យដែលយើងបាននិយាយនៅលើវីដេអូអញ្ចឹងបងធ្វើបែបហ្នឹងដដែលtechnique មួយនេះវាស្រួលប៉ុន្តែក៏វាអត់ស្រួលដែរដោយសារអីវាត្រូវការយើងប្រើពេលហើយត្រូវការយើងផ្ទៀងផ្ទាត់ម្ដងនេះគឺជា technique របស់ខ្ញុំនៅពេលដែលខ្ញុំធ្វើវីដេអូដាក់អក្សរតាមពាក្យដែលយើងបើសិនជាបងចង់កែ style អីគឺបងអាចដូរបានចង់ដូរ font ដូរអក្សរអីគឺបងដូរបានត្រូវដូរម្ដងមួយអញ្ចឹងបើសិនជាបងចង់ចេះពីរបៀប